ជំរាបសួរលោកតាលោកយាយពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់បាទថ្ងៃនេះមកថតពីសកម្មភាពការដាក់ចំណីកណ្ដូបការប្រមូលអាចកណ្ដូបបាទកណ្ដូបវាមានអត្ថប្រយោជន៍បាទมันផ្ដល់អត្ថប្រយោជន៍ជាច្រើនបាទកណ្ដូបយើងចិញ្ចឹមងាយស្រួលចិញ្ចឹមបាទអត្ថប្រយោជន៍វាគឺយើងអាចយកសាច់វាលក់បាទយកពងវាលក់បាទហើយនឹងជាពិសេសនោះមានយកអាចវាលក់ទៀតពុកម៉ែបងប្អូនបាទអាចវាលក់ក៏បានដែរពុកម៉ែបងប្អូនបាទប្រមូលបានមកបេបាន 5,000 ដែរបាទពុកម៉ែបងប្អូនបាទ 5,000 ដូចខ្មែរពុកម៉ែបងប្អូនអញ្ចឹងកដោបវាផ្ដល់អត្ថប្រយោជន៍ច្រើនបាទយើងចិញ្ចឹមកដោបក៏បានប្រាក់ចំណូលបន្ថែមពីលើការងារយើងផ្សេងៗទៀតបានដែរពុកម៉ែបងប្អូនបាទបើមានដីទំនេរដីធំយើងដាំតែស្មៅផ្អែមមានស្លឹកចេកមានស្លឹកអំពៅបាទវាស៊ីបាទយើងអាចចិញ្ចឹមវាបានដែរបាទបើមានស្លឹកធម្មជាតិបាទវាស៊ីតែស្លឹកស្មៅស្លឹកធម្មជាតិទេពុកម៉ែបងប្អូនបាទងាយស្រួលចិញ្ចឹមកដោបបាទអញ្ចឹងឯងសូមមកចែករំលែកការចិញ្ចឹមបន្តិចបន្តួចទៅដល់ពុកម៉ែបងប្អូននៅស្រុកស្រែជនបទបាទដែលគាត់ចង់រកប្រាក់ចំណូលបន្ថែមពីការងារផ្សេងៗបាទគាត់អាចចិញ្ចឹមបានបាទងាយបាទចិញ្ចឹមកណ្ដូបបាទវាមានប្រាក់ចំណូលបាទអាចប្រាក់ចំណូលបន្ថែមបាទអញ្ចឹងសូមបងប្អូនមើលសកម្មភាពការថតកណ្ដូបខ្ញុំឲ្យពុកម៉ែបងប្អូនមើលបាទវាធំស្លោះគ្នាល្អណាស់ពុកម៉ែបងប្អូនបាទចិត្តបានទទួលផលហើយពុកម៉ែបងប្អូនបាទចិត្តបានទទួលផលហើយបាទវាល្អមែនតើពុកម៉ែបងប្អូនបាទនៅតែមួយអាទិត្យទៅ10ថ្ងៃទៀតទេបាទបានទទួលផលហើយបាទវាដោះស្លាប់ស្លោះគ្នាអស់ហើយគឺវាចាប់ដើមចាប់គូបាទចាប់គូហើយវានឹងពងបាទយើងយកប្រមូលពងបានផលវាម្ដងបាទរួចពងយើងអាចប្រមូលសាច់វាលក់បាទនៅទីផ្សារមានស្រាប់ពុកម៉ែបងប្អូនបាទទីផ្សារមានកដោបបំពងបាទគេបំពងលក់នៅក្នុងផ្សារច្រើនណាស់ពុកម៉ែបងប្អូនបាទហើយវាមានរសជាតិឈ្ងុយឆ្ងាញ់មានប្រូតេអ៊ីនខ្ពស់បាទយើងជាចំណីអាហារមួយដែលពេញនិយមនៅក្នុងស្រុកខ្មែរយើងបាទស្រុកខ្មែរយើងស្រុកក្រៅពីស្រុកយើងក៏គេហូបដែរបាទចង្រិតហ្នឹងពីកដោបហ្នឹងពីដើមមកគឺនៅក្នុងប្រទេសគេទេបាទនេះគឺការនាំចូលមកពូជពីស្រុកគេមកទេពុកម៉ែបងប្អូនបាទអញ្ចឹងហើយនៅស្រុកគេមានយូរហើយបាទយើងតែនឹងមានទេពុកម៉ែបងប្អូនបាទមានក្រោយគេទេអញ្ចឹងវាជាមុខរបរមួយដែលយើងងាយស្រួលចិញ្ចឹមទេពុកម៉ែបងប្អូនបាទហើយយើងដាក់តែដូចតែខ្ញុំប្រាប់ហ្នឹងដាក់តែចំណីវាស្លឹកចេកស្លឹកធម្មជាតិទៅវាស៊ីបានហើយពុកម៉ែបងប្អូនបាទបើនិយាយពីអត្ថប្រយោជន៍អាចកដោបវិញក៏វាមានប្រយោជន៍ដែរពុកម៉ែបងប្អូនបាទបើយើងមួយថ្ងៃពីរថ្ងៃថា3ថ្ងៃចុះយើងសម្អាតទ្រុងម្ដងពុកម៉ែបងប្អូនបាទសម្អាតទ្រុងម្ដងយើងប្រមូលអាចវាហ្នឹងច្រកក្រងទៅពុកម៉ែបងប្អូនបាទយើងយកធ្វើជីបានបាទឬក៏យើងលក់បាទមួយការ៉ុងតម្លៃ 5,000 លុយខ្មែរដែរពុកម៉ែបងប្អូនបាទអញ្ចឹងហើយបើសិនជាយើងយកវាទៅធ្វើជីដាំដំណាំខ្លួនឯងក៏បានពុកម៉ែបងប្អូននេះអាចវាណាបាទអាចវានេះរយៈពេល2-3ថ្ងៃហើយអញ្ចឹងយើងល្មមនឹងបបោសវាសម្អាតវាទ្រុងវាម្ដងមកបបោសវាហើយយើងច្រកក្នុងបេចេះមកពុកម៉ែបងប្អូនបាទច្រកក្នុងបេមកហើយយើងទុកធ្វើជីទៅបាទអញ្ចឹងវាអត្ថប្រយោជន៍វាមានច្រើនដែរបាទកដោបបាទទី1គឺយើងចិញ្ចឹមយកពងយើងអាចបន្ទុកលក់បន្តពូជទៀតបាទយើងអាចយកសាច់វាមកទី2នោះយើងយកសាច់បាទយកសាច់ប្រមូលផលវាពងហើយយើងប្រមូលផលទី3យើងអាចចុងក្រោយអាចវានេះក៏យើងអាចយើងយកទៅលក់បានដែរពុកម៉ែបងប្អូនបាទអញ្ចឹងទេទុកធ្វើជីខ្លួនឯងទៅបាទដាំដំណាំដាំបន្លែអីចឹងយើងដាក់ជីវាទៅវាជាជីធម្មជាតិពុកម៉ែបងប្អូនបាទជីធម្មជាតិបាទហើយបាទយើងដាំដំណាំលាស់ល្អណាស់ពុកម៉ែបងប្អូនបើយើងដាក់អាចកដោបនឹងទៅពុកម៉ែបងប្អូនបាទហើយអញ្ចឹងហើយមានអីទេពុកម៉ែបងប្អូនមានសកម្មភាពការថតវីដេអូការចិញ្ចឹមកណ្ដូបអញ្ចឹងខ្ញុំមានមុខរបរតែប៉ុណ្្នឹងអញ្ចឹងសូមបងប្អូនឃើញវីដេអូខ្ញុំហើយបាទកុំថាវីដេអូដដែលអញ្ចឹងខ្ញុំធ្វើនេះខ្ញុំធ្វើតែការចែករំលែកពីការចិញ្ចឹមសត្វបាទចិញ្ចឹមកណ្ដូបនេះឯងពុកម៉ែបងប្អូនបាទដើម្បីពុកម៉ែបងប្អូនបានមើលបាទបើអ្នកស្រែជនបទបងប្អូនយើងគាត់នៅស្រុកស្រែជនបទវិញគាត់ជាចុងក្រោយនេះក៏សូមអរគុណលោកយាយលោកតាពុកម៉ែអ៊ំពូមីងទាំងអស់គ្នាបាទដែលឆ្លាញ់ចូលចិត្តនិងគាំទ្រវីដេអូខ្ញុំបាទជួយ share ម្នាក់មួយបាទឲ្យដល់បងប្អូនយើងនៅស្រុកស្រែជនបទបាទគាត់បានឃើញផងបាទដើម្បីគាត់ចិញ្ចឹមបានប្រាក់ចំណូលបន្ថែមបាទពីការងារផ្សេងៗទៀតពុកម៉ែបងប្អូន